ការពីថ្ងៃទី25កន្លងទៅឈុតធំនារីកម្ពុជារបស់យើងបានធ្វើការប្រកួតបង្ហាញទម្រង់ដ៏ភ្ញាក់ផ្អើលមួយនោះការយកឈ្នះកោះក្រម1-0បាទកោះក្រម1ខាងនារីស្ថិតិនារីកោះក្រមល្អជាងយើងណាបាទគេយោងតាម FIFA ranking គេលេខ9ជាងដូចជា96 97យើង100ជាងអញ្ចឹងយើងហូបមួយលក្ខណៈកម្ដៅសេដុំស្របពេលដែលលេខរៀងយើងវានៅច្រើនដែរហើយដល់ពេលយើងធ្វើជាម្ចាស់ផ្ទះខ្លួនឯងយើងកម្ដៅសេដុំការបង្ហាញទម្រង់លេងបាល់ទាត់នារីកម្ពុជាល្អមែនទែនបាទការពិតខ្ញុំនិយាយរួមទៅខ្ញុំអត់សូវតាមដានទេកីឡាបាល់ទាត់នារីកន្លងមកដោយសារយើងអត់សូវឃើញមានព្រឹត្តិការណ៍ការប្រកួតអីផ្សេងដែលជំរុញឲ្យកីឡាបាល់ទាត់ផ្នែកនារីនឹងគាត់ផុសផុលតែមករយៈចុងក្រោយខ្ញុំឃើញក្មួយកីឡាការីគាត់លេងល្អបាទគាត់លេងល្អជាពិសេសការបញ្ជូនបាល់ពីបម្រើទៅប្រយុទ្ធណាគាត់រុញស្អាតហើយគាត់ឆក់បាល់ទៅសុទ្ធល្អទោះបីចូលបញ្ចូលខ្ញុំឃើញថាក្មួយមានការវិវត្តលឿនត្រឹមតែ4ឆ្នាំទេណា4ឆ្នាំមុនSEA Games មកដល់នេះគឺខ្ញុំឃើញថាបើជារួមមកបាល់ទាត់នារីមានយូរខ្ញុំចាំបានដូចចូលលក្ខណៈជាងជិត20ឆ្នាំមានយូរហើយប៉ុន្តែដឹងនៅអង្គការកាយសមុទ្របាល់ទាត់នារីហ្នឹងហើយបាទមានប៉ុន្តែគាត់ថាយើងធ្លាប់តែឃើញក្លើយមួយក្មួយបាទរត់ប៉ះបុកគ្នាដួលអញ្ចឹងណាតែអត់សូវឃើញអត់ធ្លាប់ឃើញប៉ុន្តែខ្ញុំសង្កេតមើលមួយរយៈចុងក្រោយ 3-4 ឆ្នាំចុងក្រោយមួយយីល្អម្លេះលេងចង់ដូចកីឡាករហើយគាត់មាន idol គាត់ដែរបាទមាន idol បើនិយាយទៅប្រៀបធៀបទៅនឹងបដាក៏ដូចគ្នាដែរចាអញ្ចឹងនារីយើងមើលទៅរៀងនៅមានចំនួនតិចហើយនឹងរៀងទុនខ្សោយប៉ុន្តែនៅពេលដែលមានចំនួននៃការគ្រប់គ្រងច្រើនគឺធ្វើឲ្យកំណើននៃចំនួននារីហ្នឹងគឺច្រើនហើយចាត្រឹមត្រូវបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បាល់ទាត់នារីឈុតធំយើងដែលចាប់ផ្ដើមប្រកួតនៅល្ងាចហ្នឹងហើយបាទកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៅក្នុងពូជីដោយដែលបានជំរាបអញ្ចឹងមានហុងកុងមានសាអូឌីអារ៉ាប៊ីរួមជាមួយនឹងហ្វីលីពីនហើយម៉ោង7នេះបើនិយាយទៅគឺយើងលេងម៉ោង7ទាំងអស់ម៉ោង7ល្ងាចទាំងអស់បាទគឺដេប៉ាដំបងយប់នេះគឺល្ងាចនេះប៉ះជាមួយនឹងហុងកុងបាទហើយរំលងបានប្រហែលថ្ងៃនេះបាទចូលដល់ថ្ងៃទី2ប៉ះជាមួយនឹងហ្វីលីពីននៅថ្ងៃចុងក្រោយបាទនៅថ្ងៃទី5ប៉ះជាមួយនឹងសាអូឌីអារ៉ាប៊ីបាទអញ្ចឹងក្រុមបាល់ទាត់នារីកម្ពុជារបស់យើងបាននិយាយថាភាគរយទៅការប្រកួតអូស្ត្រាលីដែលជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ2026ហ្នឹងធូរអត់ខ្ញុំគិតថាវាមិនធូរទេក៏ប៉ុន្តែអ្វីដែលយើងរំពឹងនោះគឺនៅពេលដែលបាល់ទាត់នារីកម្ពុជារបស់យើងចាប់ផ្ដើមបានបង្ហាញទម្រង់លេខទទួលបានចំណាត់ថ្នាក់លេខ2កាលពីការប្រកួតអាស៊ាន AFC អាស៊ានហ្នឹងយើងទទួលបានចំណាត់ថ្នាក់លេខ2មានការគ្រប់គ្រងខ្លាំងហើយអ្វីដែលបងប្អូនដាក់ក្តីរំពឹងគឺការយកឈ្នះកោះក្រម1-0ការបង្ហាញទម្រង់លេងរបស់នារីយើងល្អមែនទែនពិសេសមានការបង្វឹកពីដូចជាគ្រូឈ្មោះមកពីបឹងកេតអតីតគ្រូបឹងកេតហើយជាជំនួយការមួយទៀតគឺខួនឡាបូរ៉ាប៊ីបាទដែលសុទ្ធចូលទៅចាធ្វើបីដូចបាទខួនឡាបូរ៉ាប៊ីបាទអញ្ចឹងបង្ហាញទម្រង់ល្អហើយបើចេញពីប៉ានេះបើឈ្នះហុងកុងខ្ញុំប្រាប់ប៉ាហ្វីលីពីនបាទហើយយើងវាបាក់តែមួយអាវគ្គចុងក្រោយគឺកាត់សេចក្តីហ្នឹងលេះឡាតែហ្មងបាទលេះឡាហើយយើងប៉ះសាមីសាឧទាហរណ៍ថាយើងឈ្នះហុងកុងក្រុមបាល់ទាត់នារីហុងកុងនៅល្ងាចហ្នឹងបាទថ្ងៃទី2យើងមិនប៉ះខាងហ្វីលីពីនយើងគិតថាហ្វីលីពីនអាចហូបហុយណាអាចហូបហើយបើឈ្នះហ្វីលីពីនលេងទៅប៉ះសាអូឌីអារ៉ាប៊ីដែរចុះបងអត់គិតថាសាអូឌីអារ៉ាប៊ីចាញ់ក្រុមផ្សេងបើសាអូឌីអារ៉ាប៊ីចាញ់ក្រុមផ្សេងយើងមិនសូវភ័យបាទក៏ប៉ុន្តែកន្លះគាត់ឈ្នះដូចយើងហ្នឹងយើងជាទូទៅលេះឡាថាចុងក្រោយហ្នឹងទេបាទអញ្ចឹងដោយសារតែមិនបានលេះចុងក្រោយការវិភាគប្រកួតញាត់បាទបានគិតមើល29លេងថ្ងៃ2លេងថ្ងៃ3លេងសរុបទៅដូចជាបានមួយសប្តាហ៍បាន8ថ្ងៃហ្នឹងលេង3ប្រកួតបាទធ្ងន់ធ្ងរមែនតើបាទដល់ពេលអញ្ចឹងជានារីផងហើយគេថាយកគេនារីដូចគ្នាណាកុំនិយាយបប្រតិបត្តិការរស់នៅការហូបចុកខុសគ្នាបាទការវឹកហាត់អីខុសគ្នាហើយជាទូទៅអ្នកណាក៏ដឹងថាកម្ពុជាយើងគឺឲ្យតែនិយាយពីនារីគឺទុនខ្សោយស្ត្រីមេផ្ទះបាទបើគាត់រៀនរបាំអីណោះបាទមានដូចអីលិចម្ដងមានអីងូបាទឯងក៏និយាយវោវាស់កាន់ក្បាលមីក្រូស្រែកចង់នេះប្រាប់ទៅមានអីបាទកាន់ក្បាលមីក្រូរិជនីកំពុងសម្លេងស្រែកពីស៊ីតលឺឲ្យចាំចំហហ៎បាទទេយើងមិននិយាយក្រៅពីស្រែកទេក្រៅពីស្រែកយើងធ្វើបានគេហៅថាវាដាក់ដៃប្រព័ន្ធទៀតហ្នឹងហើយច្រើនចឹងអីទេបាទគឺដឹងតាចាប់ដើមល្អតែម្ដងភាសាឥឡូវនេះយើងវិវត្តមកល្អបដើអញ្ចឹងបកមកម្ដងទៀតបងប្អូនកុំភ្លេចណាម៉ោង7ល្ងាចនេះនៅភូមិកីឡដ្ឋានជាតិអូឡ িম্প ិកដូចជាមិនមានលក់សមុទ្រទេបាទចូលរួមទស្សនាដល់ម៉ោង7ល្ងាចល្អមែនទេអ្វីដែលបារម្ភគឺបងប្អូនត្រូវយកឆាប់តាមខ្លួនតែប៉ុណ្្នឹងទេបាទដោយសារតែដាច់ភ្លៀងបាទរដូវនេះរដូវភ្លៀងបាទហើយ
លឿងតែល្ងាចទៀតមួយរយៈនេះគឺតែល្ងាចទៀត ឥឡូវបងអញ